នៅក្នុងភូមិនេះមិនថានរណាក៏ដោយឲ្យតែបានឆ្លងកាត់ភូមិនេះគឺមិនអាចចេញទៅវិញបានទេមនុស្សប្រុសក៏បាត់សំលេចឲ្យងត់ទាំងពីរបែបនេះមកត្រឡប់មកវិញហើយមកម្ដងនេះណាពិតជាការសាហាវបានចឹងមែនមានតែទេវតាទេទើបជួយពួកយើងបានស្អីយើងចិត្តសម្លេងពីណាសុខសាច់ហើយក៏ប្រហឺនម៉េះហ៊ានមកអោបកូនកុំម៉ាញ់ជំរាបសួរអ៊ំពួកខ្ញុំមកពីទីក្រុងភ្នំពេញហើយភ្នំពេញនេះស្អីគេយ៉ាងណាយ៉ាងណីទៅសម្លាប់វាចោលតម្រងទៅឈប់តើខ្ញុំជាអ្នកវាយមិនលឺថាតឲ្យវា3ដៃតែយើងវាយតែម្ដាយទេវើអីចំអាពួកម៉ាអញវាយឈ្នះអីលូចម្ល៉េះហើយមិនធ្វើអីបានឈ្នះគេវ៉ាវមានកន្លែងរូបសម្លាប់មួយហៅថាជាបងកន្លែងនឹងកាយសាហាវមិនត្រឹមតែឲ្យការគោរពលើកដៃសំពះនោះសូម្បីតែធ្វើការបំវាយសែក៏ទាមទារសាច់ស្រស់ឈាមស្រស់ដែរជាពិសេសរបស់មានជីវិតពួកឯងអាចចេញទៅបានបើពួកឯងចង់សរុបទៅ for me I don't know ទោះបីមានរឿងអីកើតឡើងក៏ខ្ញុំមិនទៅណាចោលអ៊ំមេភូមិដែរតោះអ៊ំឯងនៅស្ដាយទៅណោះអីអ៊ំឯងស្ដាយបានបញ្ចុះសពអ៊ំឯងនឹងមែនតោះខ្ញុំទៅខ្ញុំអត់នៅទេងាប់អាណាថាចោលថាទៅចាំបើអូននិយាយលឺ rapper ចឹងមិនទៅធ្វើ rapper ហ្មងមកធ្វើឲ្យជាអ្នកដឹកនាំរឿងណាសុំទោសបងអាថ្ងៃសុំទោសអត់មានដំណោះស្រាយផ្សេងចុះជិះទៅរាប់ការងារធំដូចបងមិនយោថ្ងៃបងម្នាក់ឯងចាំគោ50ក្បាលមើលមុខនេះឡើងដូចគោនេះ